ជាង10ឆ្នាំបានកន្លងផុតទៅហើយដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលែងលះជាផ្លូវការខណៈដែលពិភពលោកនៅតែចាត់ទុកថាលោកជាបរិសុទ្ធពោះម៉ាយនិងជាមនុស្សដែលលះបង់ទាំងស្រុងចំពោះអំណាចប៉ុន្តែនៅពីក្រោយឆាកក្នុងវិមានគ្រីមឡាំងមានពាក្យចចាមអារាមជាយូរមកហើយអំពីទំនាក់ទំនងលួចលាក់ប្រពន្ធសម្ងាត់និងស្ត្រីអាថ៌កំបាំងម្នាក់ដែលអាចផ្ដល់ឲ្យលោកនៅអ្វីដែលលោកចង់បានបំផុតកូនប្រុសអ្នកស្នងតំណែងនាងមានឈ្មោះថា Alina Kabeva ជាអត្តពលិកអូឡ িম্প ិកលំដាប់រឿងព្រេងនិទាននិងជាកាយសម្ព័ន្ធដ៏ល្បីល្បាញលើពិភពលោកប៉ុន្តែសពថ្ងៃនេះនាងមិនមែនត្រឹមតែជាអត្តពលិកនោះទេគេនិយាយថានាងគឺជាស្ត្រីដែលមានការការពារបំផុតនៅក្នុងប្រទេសរុស្ស៊ីទាំងមូលដែលរស់នៅក្នុងជីវិតដ៏អាថ៌កំបាំងពោពេញទៅដោយភាពប្រណិតនិងអំណាចដូច្នេះតើកីឡាកាយវប្បកម្មវ័យក្មេងនឹងមកពីគ្រួសារសាមញ្ញម្នាក់នេះអាចដណ្ដើមយកបេះដូងរបស់បុរសដែលមានឥទ្ធិពលនិងអាថ៌កំបាំងបំផុតម្នាក់ក្នុងពិភពលោកដោយរបៀបណាតើនាងអាចក្លាយជាមិនត្រឹមតែជាដៃគូដ៏ល្បីរបស់លោកប៉ុណ្ណោះទេថែមទាំងជាស្ត្រីដែលអាថ៌កំបាំងបំផុតម្នាក់នៅក្នុងប្រទេសទៀតផងតើពួកគេមានកូនរួមគ្នាប៉ុន្មាននាក់តើពួកគេលាក់ខ្លួននៅទីណាហើយហេតុអ្វីបានជាអធិភាពរបស់ពួកគេត្រូវបានលាក់បាំងឆ្ងាយពីក្រសែភ្នែកពិភពលោកទាំងមូលទស្សនាវីដេអូនេះពេញដើម្បីស្វែងយល់កុំភ្លេចចុចជាវ Channel និងចុចរូបកណ្ដឹងដើម្បីទទួលបានការជូនដំណឹងនៅពេលដែល admin បានបង្ហោះវីដេអូថ្មីតបន្តទស្សនាអស់រយៈពេល30ឆ្នាំដែលលោក Vladimir Putin បានរៀបការជាមួយនឹងលោកស្រី Lyudmila ដែលជាអតីតអ្នកបម្រើការលើយន្តហោះហើយក្រោយមកបានក្លាយជាស្ត្រីទី1របស់ប្រទេសរុស្ស៊ីដ៏ស្ងប់ស្ងាត់ឆើតឆាយប៉ុន្តែមិនសូវបង្ហាញខ្លួនគាត់ជាមនុស្សប្រភេទស្ត្រីដែលដឹងពីកន្លែងរបស់ពួកគេនៅក្នុងម្លប់នៃអំណាចនាងកម្រនឹងស្ថិតនៅចំណុចកណ្ដាលនៃការចាប់អារម្មណ៍ណាស់ហើយនៅពេលដែលនាងបង្ហាញខ្លួនគឺតែងតែនៅក្បែរប្តីរបស់នាងជានិច្ចទាំងស្ងប់ស្ងាត់និងរំទុំពួកគេមានកូនស្រី2នាក់គឺ Maria និង Ekaterina ដែលឈ្មោះរបស់ពួកគេត្រូវបានរក្សាទុកជាអាថ៌កំបាំងរបស់រដ្ឋឈ្មោះមុខនិងសូម្បីតែអាជីពរបស់ពួកគេត្រូវបានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំហើយទើបតែត្រូវបានគេស្គាល់ដោយសារការស៊ើបអង្កេតរបស់ក្រុមអ្នកកាសែតនៅចំពោះមុខសាធារណជនអាពាហ៍ពិពាហ៍របស់ពួកគេហាក់ដូចជាគ្មានកំហុសជាមេដឹកនាំដ៏រឹងមាំនិងភរិយាដ៏ស័ក្តិសមប៉ុន្តែនៅក្នុងឆ្នាំ2013ក្នុងពេលដែលធ្វើឲ្យប្រជាជាតិភ្ញាក់ផ្អើលគឺគូស្វាមីភរិយាមួយគូនេះបានឈរជាមួយគ្នានៅក្នុងសាលធំនៃមហោស្រព Bolshoi បន្ទាប់ពីការសម្ដែងហើយបានប្រកាសដោយស្ងប់ស្ងាត់អំពីការបែកបាក់នៃអាពាហ៍ពិពាហ៍របស់ពួកគេតាមលោកពូទីនគឺជាការសម្រេចចិត្តដោយការព្រមព្រៀងគ្នាទៅវិញទៅមកគ្មានទឹកភ្នែកគ្មានរឿងរ៉ាវហើយក៏គ្មានការពន្យល់ដែរគ្រាន់តែជាការបញ្ចប់ដ៏ស្ងប់ស្ងាត់នៃចំណងអាពាហ៍ពិពាហ៍រយៈពេល10ឆ្នាំប៉ុណ្ណោះចាប់ពីថ្ងៃនោះមកគ្មានស្ត្រីណាម្នាក់ជាផ្លូវការគាំទ្រលោកពូទីននោះឡើយប៉ុន្តែភាពស្ងៀមស្ងាត់នេះមិនបានអូសបន្លាយយូរនោះទេពាក្យចចាមអារាមចាប់ផ្ដើមរីករាលដាលដំបូងឡើយស្ងៀមបន្ទាប់មកកាន់តែខ្លាំងឡើងហើយឈ្មោះមួយបានលេចឡើងម្ដងហើយម្ដងទៀតគេបានខ្សឹបខ្សៀវនៅក្នុងច្រករបៀងនៃអំណាចនិងបានលេចឡើងក្នុងចំណងជើងកាសែតនាងគឺ Alina Kabeva ខ្លួននាងផ្ទាល់គឺជាតួអង្គក្នុងរឿងព្រេងនិទានAlina Kabeva គឺជាកីឡាករកាយសម្ព័ន្ធដ៏ល្បីឈ្មោះបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រក្មេងស្រីដ៏ពូកែដែលមានឈ្មោះរបស់នាងត្រូវបានកត់ត្រាក្នុងសៀវភៅកំណត់ត្រា Guinness ជាជើងឯកពិភពលោកវ័យក្មេងបំផុតសម្រស់របស់នាងគួរឲ្យទាក់ទាញសមិទ្ធផលរបស់នាងគួរឲ្យគោរពហើយរូបភាពសាធារណៈរបស់នាងគឺគ្មានកំហុសហាក់ដូចជាចេញពីរឿងនិទានអញ្ចឹងប៉ុន្តែតើក្មេងស្រីមាសនៃកាយសម្ព័ន្ធរុស្ស៊ីម្នាក់នេះអាចនៅជិតប្រធានាធិបតីដោយរបៀបណាហើយអ្វីដែលអាថ៌កំបាំងជាងនេះទៅទៀតគឺតើនាងបានផ្លាស់ប្ដូរពីអត្តពលិកជាទីស្រឡាញ់ទៅជាស្ត្រីដែលមនុស្សខ្លាចនឹងនិយាយឈ្មោះរបស់នាងដោយផ្ទាល់ដោយរបៀបណាកាលក្នុងឆ្នាំ1983នៅក្នុងទីក្រុង Tashkent Alina Kabeva ហាក់ដូចជាត្រូវបានបង្កើតឡើងសម្រាប់ភាពអស្ចារ្យប៉ុន្តែគ្មាននរណាម្នាក់អាចទាយទុកជាមុនបានថាវាជារឿងរបស់នាងនឹងទៅដល់កម្រិតណាហើយវានឹងជាប់តាក់ទងយ៉ាងជ្រាលជ្រៅជាមួយរឿងរបស់បុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ីនាងបានចាប់ផ្ដើមហ្វឹកហាត់កីឡាកាយសម្ព័ន្ធសិល្បៈនៅអាយុ3ឆ្នាំម្ដាយរបស់នាងមានក្តីស្រមៃចង់ឲ្យកូនស្រីរបស់គាត់ក្លាយជាតារាហើយគាត់ក៏ត្រូវនៅអាយុ11ឆ្នាំ Alina Kabeva និងគ្រួសាររបស់នាងបានផ្លាស់ទៅទីក្រុងមូស្គូហើយចាប់ផ្ដើមហ្វឹកហាត់ជាមួយនឹងលោកស្រី Arina Winner ដែលជាគ្រូបង្វឹកដ៏ល្បីល្បាញបំផុតម្នាក់
Winner បានដឹងភ្លាមថានាងមិនមែនត្រឹមតែជាក្មេងស្រីដែលមានទេពកោសល្យប៉ុណ្ណោះទេគាត់បានមើលឃើញពីជើងឯកនាពេលអនាគតនៅក្នុងខ្លួនរបស់នាងត្រឹមតែ2ឆ្នាំក្រោយមកអាលីណាខាបេវ៉ាបានបង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិរុស្ស៊ីនៅអាយុ15ឆ្នាំនាងបានក្លាយជាជើងឯកអឺរ៉ុបហើយនៅអាយុ16ឆ្នាំនាងបានក្លាយជាជើងឯកពិភពលោកមនុស្សបានហៅនាងថាជាបាតុភូតនាងបានក្លាយជាមុខមាត់នៃកីឡាកាយសម្ព័ន្ធរុស្ស៊ីដែលជាទីស្រឡាញ់របស់សារព័ត៌មាននិងជាគំរូសម្រាប់ក្មេងស្រីវ័យក្មេងរាប់ពាន់នាក់ប៉ុន្តែនៅពីក្រោយឆាកមានភាពខុសគ្នាការវឹកហាត់ដ៏ហត់នឿយវិន័យតឹងរ៉ឹងនិងការតស៊ូឥតឈប់ឈរជាមួយនឹងទម្ងន់លើសអាលីណាខាបេវ៉ាចង់ក្លាយជាលេខ1ជានិច្ចនិងដោយគ្រប់មធ្យោបាយខណៈដែលពិភពលោកកំពុងអបអរសាទរនាងក្នុងនាមជាជើងឯកមាននរណាម្នាក់ផ្សេងទៀតកំពុងមើលនាងដោយចេតនាខុសគ្នាទាំងស្រុងបន្ទាប់មកដល់ចំណុចរបត់មួយនៅក្នុងឆ្នាំ2001នៅឯព្រឹត្តិការណ៍ Goodwill Game ក្នុងប្រទេសអូស្ត្រាលីការធ្វើតេស្តត្រួតពិនិត្យសារធាតុញៀនបានបង្ហាញពីវត្តមានសារធាតុហាមឃាត់នៅក្នុងឈាមរបស់នាងអាលីណាខាបេវ៉ាបានបដិសេធអ្វីៗទាំងអស់ប៉ុន្តែនាងនៅតែត្រូវបានដកហូតមេដាយនិងហាមប្រកួតអស់រយៈពេល1ឆ្នាំវាជាការប៉ះទង្គិចមិនត្រឹមតែសម្រាប់នាងប៉ុណ្ណោះទេថែមទាំងសម្រាប់ក្រុមគ្រួសារទាំងមូលនិងប្រទេសជាតិទាំងមូលផងដែរនៅពេលនោះហើយដែលលោក Vladimir Putin បានចូលមកក្នុងជីវិតរបស់នាងតើទំនាក់ទំនងរបស់ពួកគេបានចាប់ផ្ដើមដោយរបៀបណាហើយហេតុអ្វីបានជាវានៅតែជាប្រធានបទហាមឃាត់រហូតមកដល់សព្វថ្ងៃនេះឆ្នាំ2001បានក្លាយជាឆ្នាំដ៏សំខាន់សម្រាប់អាលីណាខាបេវ៉ានាងបានចូលរួមក្នុងពិភពវិស័យសិល្បៈបានធ្វើជាពិធីករកម្មវិធីទូរទស្សន៍បានសម្ដែងក្នុងភាពយន្តជប៉ុនហើយបានក្លាយជាអ្នកល្បីល្បាញដែលតែងតែត្រូវបានគេឃើញនៅក្នុងពិធីជប់លៀងដ៏ស្រស់ស្អាតទោះបីជាមានរឿងអាស្រូវសារធាតុញៀនក៏ដោយក៏ម៉ាកយីហោធំៗដូចជា L'Oreal និង Samsung នៅតែបន្តសហការជាមួយនាងហើយមុខរបស់នាងក៏កាន់តែល្បីល្បាញនៅឆ្នាំដដែលនោះអាលីណាដែលមានអាយុ18ឆ្នាំបានជួបជាមួយនឹងលោកពូទីនជាលើកដំបូងនៅពេលដែលលោកបានទៅទស្សនាកម្មវិធីកីឡាមួយនៅពេលនោះហើយដែលរូបថតរួមគ្នាដំបូងរបស់ពួកគេត្រូវបានថតដែលបានរីករាលដាលយ៉ាងឆាប់រហ័សដល់សាធារណជនក្រោយមកនេះបានចូលរួមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក United Russia នេះគឺជាជំហានដ៏សំខាន់មួយក្នុងអាជីពនយោបាយរបស់នាងជាពិសេសសម្រាប់មនុស្សម្នាដែលនៅតែចូលរួមក្នុងកីឡាបន្ទាប់ពីការហាមប្រកួតរយៈពេល1ឆ្នាំបានបញ្ចប់អាលីណាខាបេវ៉ាបានត្រឡប់មកឆាកវិញដោយជោគជ័យនាងបានឈ្នះមេដាយមាសនៅឯការប្រកួតជើងឯកពិភពលោកបានបង្កើតកំណត់ត្រាថ្មីនៅឯការប្រកួតជើងឯកអឺរ៉ុបនិងបានទទួលជ័យជំនះដ៏អស្ចារ្យនៅឯព្រឹត្តិការណ៍កីឡាអូឡ িম্প ពិកប៉ុន្តែភ្លាមៗនៅកំពូលនៃកិត្តិនាមរបស់នាងអាលីណាខាបេវ៉ាបានប្រកាសថានាងនឹងចូលនិវត្តន៍ពីកីឡាអាជីពមិនយូរប៉ុន្មាននាងក៏បានចាប់ផ្ដើមបង្ហាញខ្លួនកាន់តែច្រើនឡើងមិនមែនក្នុងនាមជាកីឡាករកាយសម្ព័ន្ធនោះទេប៉ុន្តែក្នុងនាមជាអ្នកតស៊ូមតិក្នុងសង្គមនិងនយោបាយនាងបានក្លាយជាសមាជិកសភាហើយក្រោយមកបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន National Media Group ដែលគ្រប់គ្រងបណ្ដាញទូរទស្សន៍និងទីភ្នាក់ងារសារព័ត៌មានដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ីនៅពេលនោះហើយដែលពាក្យចចាមអារាមធ្ងន់ធ្ងរបានចាប់ផ្ដើមរីករាលដាលនាងនៅក្មេងពេកឡើងតំណែងលឿនពេកហើយនៅចិត្តវិមានក្រីមឡាំងពេកអត្ថបទដំបូងអំពីជីវិតផ្ទាល់ខ្លួនរបស់លោកពូទីននិងអាលីណាខាបេវ៉ាបានលេចឡើងនៅក្នុងឆ្នាំ2008កាសែតរុស្ស៊ីមួយបានចេញផ្សាយអត្ថបទមួយដែលអះអាងថាប្រធានាធិបតីកំពុងលែងលះជាមួយភរិយារបស់គាត់ឡតមីឡាហើយគ្រោងនឹងរៀបការជាមួយអាលីណាខាបេវ៉ារឿងរ៉ាវនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិហើយទាំងលោកពូទីននិងអាលីណាខាបេវ៉ាបានបដិសេធពាក្យចចាមអារាមទាំងនេះត្រឹមតែ2សប្តាហ៍បន្ទាប់ពីការចេញផ្សាយអត្ថបទនោះកាសែតនេះត្រូវបានបិទបន្ទាប់ពីលោកពូទីនបានលែងលះជាផ្លូវការជាមួយនឹងឡតមីឡានៅឆ្នាំ2013សារព័ត៌មានបានអះអាងម្ដងទៀតថាអាលីណាខាបេវ៉ានិងលោកពូទីនបានរៀបការដោយសម្ងាត់រូបថតជាច្រើននៃពិធីមង្គលការបានលេចឡើងនៅលើបណ្ដាញអ៊ីនធឺណិតប៉ុន្តែវាច្បាស់ណាស់ថារូបភាពទាំងនោះត្រូវបានកែសម្រួលនៅឆ្នាំ2014អាលីណាខាបេវ៉ាគឺជាអត្តពលិកម្នាក់ដែលបានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡ িম্প ពិកសារព័ត៌មានបានកត់សម្គាល់ឃើញចិញ្ចៀនមង្គលការនៅលើម្រាមដៃរបស់នាងទោះបីជាគ្មានព័ត៌មានអំពីអាពាហ៍ពិពាហ៍ក៏ដោយប៉ុន្តែរឿងរ៉ាវស្នេហារវាងអាលីណាខាបេវ៉ានិងលោកពូទីនមិនបានបញ្ចប់ត្រឹមនេះនោះទេនៅក្នុងឆ្នាំ2015សារព័ត៌មានបរទេសមួយដែលដកស្រង់ប្រភពព័ត៌មានផ្ទៃក្នុងបានរាយការណ៍ថាអាលីណាខាបេវ៉ាបានសម្រាលបានកូនប្រុសម្នាក់នៅក្នុង Clinic Swiss
ក្មេងប្រុសនោះមានឈ្មោះថា Ivan ឥឡូវនេះគាត់មានអាយុ10ឆ្នាំហើយនៅក្នុងឆ្នាំ2019ក្មេងប្រុសម្នាក់ទៀតបានកើតនៅ clinic ឯកជនក្នុងទីក្រុងមូស្គូគេរាយការណ៍ថាគាត់មានឈ្មោះ Vladimir Jr ឥឡូវនេះគាត់មានអាយុ6ឆ្នាំហើយគេនិយាយថាក្នុងអំឡុងពេលដែល Alina Khabeva ស្នាក់នៅមន្ទីរពេទ្យជាន់ទាំងមូលត្រូវបានបំរុងទុកសម្រាប់នាងដោយមានការយាមកាមយ៉ាងតឹងរ៉ឹងហើយបុគ្គលិកពេទ្យត្រូវបានតម្រូវឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានក្រោយមកអ្នកសារព័ត៌មានបានដឹងថាគ្រូពេទ្យដែលបានជួយសម្រាលកូនទទួលបានអាផាតមិនប្រណិតមួយនៅកណ្ដាលទីក្រុងមូស្គូនិងពានរង្វាន់រដ្ឋជារឿងចៃដន្យឈ្មោះរបស់កូនមិនដែលត្រូវបានលើកឡើងនៅក្នុងប្រភពផ្លូវការណាមួយនៅឡើយរូបថតរបស់ពួកគេមិនត្រូវបានបោះពុម្ពផ្សាយទេហើយពួកគេមិនទៅសាលារៀនធម្មតាទេយោងតាមប្រភពព័ត៌មានពួកគេរស់នៅក្នុងភាពឯកោទាំងស្រុងផ្ដាច់ខ្លួនពីពិភពខាងក្រៅដូចជានៅក្នុងទ្រុងមាសដែលអ្វីៗត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង Ivan និង Vladimir Jr រៀននៅផ្ទះពួកគេមានគ្រូឯកជននិងគ្រូបង្វឹកអាជីពពួកគេមិនតាក់ទងជាមួយកុមារដទៃទៀតនោះទេលើកលែងតែក្នុងករណីពិសេសនៅពេលដែលគ្រួសារប្រធានាធិបតីជួបជុំគ្នាមនុស្សដែលនៅជុំវិញពួកគេទាំងអស់គឺជាមនុស្សពេញវ័យមេដោះគ្រូបង្រៀននិងអង្គរៈគ្រួសារនេះរស់នៅក្នុងផ្ទះដាច់ដោយឡែកមួយនៅក្នុងតំបន់បិទជិតដែលសាធារណជនមិនអាចចូលទៅបាននៅទីនោះមានអ្វីគ្រប់យ៉ាងដែលចាំបាច់ទីលានជិះស្គីលើទឹកកកកន្លែងហាត់ប្រាណមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងគ្រឹះស្ថានអប់រំឯកជនមានពាក្យចចាមអារាមថាប្រធានាធិបតីពូទីនលេងហុកគីជាមួយកូនប្រុសច្បងរបស់គាត់នៅពេលដែលគាត់មកលេងក្មេងៗចំណាយពេលរដូវក្តៅនៅលើទូកំសាន្តដ៏ប្រណិតធ្វើដំណើរដោយយន្តហោះប្រធានាធិបតីនិងរថភ្លើងពាសដែកពិសេសផ្លូវធ្វើដំណើរនៃរថភ្លើងនេះត្រូវបានរក្សាទុកជាការសម្ងាត់បំផុតសប្តាហ៍ថ្ងៃនេះ Alina Khabeva ដែលមានអាយុ42ឆ្នាំគឺជាស្ត្រីដែលមានជាងគេនិងត្រូវបានការពារបំផុតម្នាក់នៅក្នុងប្រទេសរុស្ស៊ីប្រាក់ចំណូលផ្លូវការរបស់នាងមានចំនួនរាប់លានដុល្លារអស់រយៈពេលជាច្រើនឆ្នាំក្នុងរយៈពេលតែ1ឆ្នាំនាងត្រូវបានគេរាយការណ៍ថារកបានចំណូលជាង11លានដុល្លារសាច់ញាតិរបស់នាងជាម្ចាស់អចលនទ្រព្យដែលមានតម្លៃរាប់រយលានដុល្លារអាផាតមិននិងផ្ទះប្រណិតនៅទីក្រុងមូស្គូក៏ដូចជាដីនៅក្បែរលំនៅឋានប្រធានាធិបតីនៅលើបឹងវ៉ាល់ដីជាផ្លូវការ Alina Khabeva គឺជាបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប្រធានមូលនិធិសប្បុរសធម៌និងជាអ្នកបង្កើតមហោស្រពកាយសម្ព័ន្ធសិល្បៈប្រចាំឆ្នាំដែលដាក់ឈ្មោះតាមនាងថា Alina ឆាកក្មេងៗតន្ត្រីការទះដៃប៉ុន្តែនៅពីក្រោយឆាកមានភាពស្ងប់ស្ងាត់យន្តហោះឯកជនរថភ្លើងពាសដែកនិងលំនៅឋានសម្ងាត់ដែលមិនអាចមើលឃើញពីផ្កាយរណបនិងក្មេងប្រុស2នាក់ដែលគ្មាននរណាម្នាក់អាចហៅតាមឈ្មោះបានជីវប្រវត្តិរបស់នាងស្ដាប់ទៅដូចជារឿងនិទានប៉ុន្តែរឿងនិទាននេះមានចំណាត់ថ្នាក់សម្ងាត់រឿងនេះមិនអាចនិយាយបានហើយមិនអាចលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបាននោះទេបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាគិតថាវាអាចទៅរួចទេដើម្បីមានសុភមង្គលពិតប្រាកដនៅពេលដែលជីវិតទាំងមូលរបស់អ្នកគឺជាអាថ៌កំបាំងរបស់រដ្ឋតើអ្នកទាំងអស់គ្នាសុខចិត្តរស់នៅបែបនេះទេសូមចែករំលែកគំនិតរបស់អ្នកនៅក្នុងខមមិនខាងក្រោមដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត